Robert Lewandowski នឹងខកខានការប្រកួតដោយសារបញ្ហារបួស ក្លឹប Barcelona បានប្រកាសថា Robert Lewandowski បានរងរបួសដាច់សាច់ដុំផ្លូវខាងឆ្វេងរបស់គាត់អ្វីត្បិតតែក្លឹបមិនបានបញ្ជាក់ពីពេលវេលាព្យាបាលជាសះស្បើយផ្លូវការក៏ដោយតាមរបាយការណ៍ពីប្រភពព័ត៌មានកីឡាករអេស្ប៉ាញល្បីៗដូចជា Mundo Deportivo និង Bein Sport បានព្យាករណ៍ថា Lewandowski នឹងត្រូវអវត្តមាននៅចន្លោះពី4ទៅ6សប្តាហ៍ការអវត្តមានរយៈពេល4ទៅ6សប្តាហ៍នេះបានធ្វើឲ្យខ្សែប្រយុទ្ធវ័យ37ឆ្នាំរូបនេះខកខានការប្រកួតសំខាន់ៗជាច្រើនដូចជាការប្រកួត El Clasico ទល់នឹងក្រុម Real Madrid នៅថ្ងៃទី26 ខែតុលាខាងមុខនេះនៅកីឡដ្ឋាន Santiago Bernabeu ការប្រកួត La Liga ទល់នឹងក្រុម Girona ការប្រកួត UEFA Champions League ចំនួន2ទៅ3ប្រកួតក៏អាចនឹងខកខានមួយចំនួនទល់នឹងក្រុម Olympiacos និងក្លឹប Rock ការបាត់បង់ Robert Lewandowski ដែលជាកីឡាកររកបាន4គ្រាប់នៅក្នុង9ប្រកួតនៅរដូវកាលនេះគឺជាការវាយប្រហារដ៏ធ្ងន់ធ្ងរសម្រាប់គ្រូបង្វឹក Hansi Flick ទោះជាយ៉ាងណាក៏ដោយក្រុមអាចនឹងពឹងផ្អែកលើខ្សែប្រយុទ្ធផ្សេងទៀតដូចជា Ferran Torres ឬ Marcus Rashford ដើម្បីបំពេញតួនាទីជាខ្សែប្រយុទ្ធកណ្ដាល